អ្នកទាំងអស់គ្នាអាចជួបបទខ្ញុំតាមរយៈបាកូដដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទផងដែរដើម្បីឲ្យខ្ញុំអាចទិញកាតទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសែងជីហោហើយបន្តទៀតសូមអរគុណយើងមកតាមដានទាំងអស់គ្នាចង់នឹងតើពេលនេះម៉ោងនេះមានអ្វីសម្រាប់អ្នកនៅកំពុងតែទស្សនាការវិរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវទិញខ្លួនទៅយកដែរទេនៅក្នុងពេលឆាប់ខាងមុខនេះសញ្ញាបត្រដែលលោតចេញមកនៅពេលនេះគឺមាន Eight of Coins ជាមួយនឹង Eight of Pentacles នៅក្នុងខែនេះសម្រាប់អ្នកដែលកំពុងតែតាមដានស្ដាប់កម្មវិធីរបស់ខ្ញុំគឺដូចជានឹងមានអ្វីមួយដែលថ្មីដែលនឹងកើតឡើងសម្រាប់អ្នកដូចជាមានការចាប់ផ្ដើមថ្មីអ្វីមួយដែលនឹងកើតឡើងសម្រាប់អ្នកដែលកំពុងតែតាមដានស្ដាប់កម្មវិធីរបស់ខ្ញុំអាចនិយាយថាអ្នកខ្លះគឺនឹងទទួលបានការងារថ្មីតែម្ដងហើយក៏ដូចជានឹងមានលុយជាច្រើនដែលអ្នកនឹងទទួលបានផងដែរអ្នកនឹងមានការចុះកិច្ចសន្យាចុះកុងត្រាជាមួយនឹងនរណាម្នាក់សម្រាប់អ្នកស្ដាប់កម្មវិធីរបស់ខ្ញុំមួយចំនួនអបអរសាទរផងដែរដោយសារតែអ្នកបានជាប់ធ្វើការនៅកន្លែងធ្វើការងាររដ្ឋណាប្រសិនបើមានតកតងជាមួយនឹងការប្តឹងផ្តល់អ្វីមួយតកតងជាមួយនឹងផ្លូវច្បាប់អ្វីមួយគឺគេហៅថាបញ្ហាទាំងអស់នោះនឹងត្រូវបានបញ្ចប់អ្នកនឹងទទួលបានការផ្ដល់ឲ្យសំណើជាអ្វីមួយពីនរណាម្នាក់មនុស្សដែលគេនឹងចូលមកតកតងជាមួយអ្នកដែលនឹងផ្ដល់ឱកាសអ្វីមួយដល់អ្នកគឺគេអាចមាន zodiac sign ជា Leo, Virgo ឬក៏ Libra ផងដែរហើយនិយាយថាការដែលអ្នកទទួលបានហ្នឹងគឺមិនមែនសុកទទួលបានទេគឺដោយសារតែអ្នកតែងតែបន់ត្រន់បួងសួងសូមឲ្យទទួលបាននៅគេហៅថាអ្វីដែលនឹងកើតឡើងមួយនឹងផងដែរណាឬក៏ទទួលបាននៅសំណើនៅការផ្ដល់ឲ្យរបស់គេនឹងផងដែរគឺអ្នកតែងតែចង់បានវារហូតមកណាដូច្នេះការបួងសួងបន់ស្រន់របស់អ្នកក៏คล้ายទៅជាការពិតសម្រាប់អ្នកស្ដាប់ការមានរបស់ខ្ញុំមួយចំនួនគឺអ្នកមានកន្លែងដែលជាក្តីសម័យរបស់អ្នកដែលអ្នកចង់ទៅចាដូច្នេះនៅក្នុងពេលខាងមុខនេះគឺអ្នកនឹងបានទៅកន្លែងដែលអ្នកតែងតែប្រាថ្នាចង់ទៅលេងនឹងឯងសម្រាប់អ្នកស្ដាប់កម្មវិធីរបស់ខ្ញុំមួយចំនួនទៀតអាចនិយាយថាគឺវីសារបស់អ្នកនឹងត្រូវបានគេធ្វើរួចរាល់និងទម្លាក់ឲ្យអ្នកអញ្ចឹងដូច្នេះគឺអ្នកអាចនឹងទៅកន្លែងណាដែលអ្នកចង់ទៅអ្នកស្ដាប់កម្មវិធីរបស់ខ្ញុំមានឱកាសដែលអ្នកនឹងធ្វើការងារជាលក្ខណៈក្រុមឬក៏ការទៅដំណើររបស់អ្នកហ្នឹងគឺទៅជាក្រុមតែម្ដងណាអ្នកខ្លះទៀតគឺអាចនឹងមានឱកាសបានធ្វើការជាជំនួយការឲ្យនរណាម្នាក់អ្នកនឹងទទួលបានការងារធ្វើហើយការងារនេះគឺផ្ដល់ប្រាក់កម្រៃឲ្យអ្នករៀងច្រើនដែរអញ្ចឹងណារៀងគួរសមដែរហើយអ្នកក៏នឹងមានការចុះកិច្ចសន្យាចុះកិច្ចកុងត្រាជាមួយគេផងដែរសូមយកចិត្តទុកដាក់ជាមួយនឹងក្តីសុបិនរបស់អ្នកនៅពេលរាត្រីផងដែរពីព្រោះថាក្តីសុបិនរបស់អ្នកនៅក្នុងពេលរាត្រីនេះគឺអាចនឹងព្យាយាមប្រាប់អ្នកពីអ្វីដែលនឹងកើតឡើងសម្រាប់ជីវិតរបស់អ្នកចេញស្លឹក B9 of Coins មកបានន័យថាលុយដែលនឹងរត់មករកអ្នកហ្នឹងគឺជាលុយច្រើនមែនតើតែម្ដងហើយមើលទៅអ្នកគឺសប្បាយចិត្តជាមួយនឹងការប្រមូលផលណាមនុស្សដែលនៅជុំវិញខ្លួនអ្នកគឺគេនឹងមានការឆ្ងល់តែម្ដងថាតើអ្នកបានលុយមកពីណាហើយតើអ្នកប្រមូលលុយហ្នឹងចេញមកពីប្រភពណាអញ្ចឹងណាព្រោះថាមើលទៅអ្នកមានលុយច្រើនចាយពេញដៃពេញជើងអញ្ចឹងណាអ្នកនឹងខ្លាចទៅជាអ្នកមានទ្រព្យមានលុយច្រើនមែនតើតែម្ដងនេះសូមកុំភ្លេចជួយឧបត្ថម្ភអ្នកអានវាផងឧបត្ថម្ភតែ10%នៃប្រាក់ដែលអ្នកមាននឹងក៏មិនដែរចាអរគុណច្រើនអូយអ្នកខ្លះអាចមានលុយរហូតដល់ទៅរាប់លានដុល្លារតែម្ដងគឺពិតជាជួយអបអរសាទរខ្លាំងមែនតើតែម្ដងអ្នកគឺជាមនុស្សដំបូងតែម្នាក់នៅក្នុងគេហៅថាសាច់ឈាមរបស់អ្នកចាសាច់ញាតិរបស់អ្នកពូជពងវងតកូលរបស់អ្នកដែលកាន់លុយលានដុល្លារនេះមនុស្សដែលនឹងផ្ដល់លុយឲ្យអ្នកគឺជាមនុស្សដែលកាន់ស្លឹក Bear King of Pentacles នេះដែលគាត់អាចមាន zodiac sign ជា Taurus ជា Virgo ជា Capricorn ជា Leo គាត់អាចមានzodiac sign ជា Taurus Libra ជា Virgo ផងដែរមនុស្សម្នាក់ហ្នឹងនឹងផ្ដល់លុយឲ្យអ្នកទាំងដែលអ្នកអត់ដែលរំពឹងដល់ថាអ្នកនឹងបានលុយច្រើនដល់កម្រិតហ្នឹងណាអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចូលរួមសហការងារធ្វើការជាមួយនឹងមនុស្សម្នាក់ហ្នឹងគឺគេដូចជាមកតាក់ទងជាមួយអ្នករឿងការងារច្រើនជាងរឿងមនោសញ្ចេតនាហើយអញនិយាយថាគេអាចជាអ្នកចំនួនគេអាចជាមនុស្សដែលមានអាជីវកម្មតខ្លួនរបស់គេអញ្ចឹងណាគេនឹងមកជួយធ្វើឲ្យជីវិតរបស់អ្នកមានការប្រែប្រួលផ្លាស់ប្ដូរតែម្ដងមនុស្សម្នាក់ហ្នឹងគឺគេចង់ធ្វើការងារជាមួយអ្នកតែម្ដងគឺជាបំណងរបស់គេតែម្ដងណាបើសួរថាអីបានជាគេចង់ធ្វើការជាមួយអ្នកគឺអញនិយាយថាគឺទឹកចិត្តគេមានអារម្មណ៍ថាគេដូចជាគេហៅថាមានភាពស្រូបទាញជាមួយអ្នកដូចថាគិតថាអ្នកធ្វើការជាមួយគេទៅបាន
អាចនិយាយថាដោយសារតែអ្នកគឺជាមនុស្សដែលពេលដែលគេនៅក្បែរពេលដែលគេនិយាយតាក់ទងជាមួយអ្នកទៅគឺធ្វើឲ្យគេមានអារម្មណ៍ល្អគឺធ្វើឲ្យគេមានទំនុកចិត្តជាមួយនឹងការសម្រេចចិត្តរបស់គេថែមទៀតណាហើយមនុស្សដែលគេជាអ្នកជំនួញជាមនុស្សដែលមានលុយមានទ្រព្យម្នាក់ហ្នឹងគេក៏ជាមនុស្សដែលឯកោម្នាក់ដែរគេក៏ចង់បានមនុស្សដែលជាមិត្តល្អជាដៃគូនៅក្នុងការសហការការងារល្អជាមួយគេម្នាក់ដែរចឹងណាអ្នកដែលស្ដាប់ការពិតរបស់ខ្ញុំអ្នកដូចជាបានយំណាឬក៏អាចនិយាយថាគឺអ្នកមានអារម្មណ៍ទុក្ខសោកនៅក្នុងពេលថ្មីៗនេះដែរដោយថាគ្រប់យ៉ាងវាដូចជាអត់ដើរទៅតាមជីវិតដែលអ្នកចង់បានឬក៏អាចនិយាយថាអ្នកជួបជាមួយនឹងការខកបំណងមួយចំនួនណាពួកឲ្យអ្នកយំខូចចិត្តនេះក្រាបជាមួយនឹងតុកតែម្ដងណាមើលទៅគឺកំសត់ណាប៉ុន្តែអ្នកត្រូវដឹងថារឿងល្អអ្វីដែលជាលុយវ៉ាលីនោះកំពុងតែរត់មករកអ្នកហើយមនុស្សម្នាក់ហ្នឹងគឺគេនឹងណាត់ជួបអ្នកអាចថាជាការជួបទទួលទានកាហ្វេទទួលទានតែទទួលទានអ្វីដែលជាភេសជ្ជៈសម្រន់អញ្ចឹងណានៅក្នុងការនិយាយជជែកពិភាក្សាជាមួយអ្នកហើយមនុស្សម្នាក់ហ្នឹងគឺគេនឹងនិយាយចរចាជាមួយអ្នកតាក់ទងជាមួយនឹងរឿងការងារតែម្ដងប្រសិនបើមាននរណាម្នាក់គេមកតាក់ទងជាមួយអ្នកហើយគេផ្ដល់ឱកាសការងារអ្វីមួយដល់អ្នកប៉ុន្តែការងារហ្នឹងវាដូចជាសំខាន់ដែរហើយធ្វើឲ្យអ្នកនេះស្ដាប់ទៅដូចថាពិបាកអ្នកអត់ធ្លាប់ធ្វើអ្នកអត់ធ្លាប់ទទួលខុសត្រូវអញ្ចឹងណាអញ្ចឹងទៅអ្នកអាចនឹងមានអារម្មណ៍ថាចង់បដិសេធចង់ប្រកែកប៉ុន្តែកុំអញ្ចឹងអីគឺសូមឲ្យអ្នកនេះទទួលយកជាមួយនឹងការរៀនធ្វើវាទោះបីជាអ្នកអត់មានបទពិសោធន៍ក៏ដោយពីព្រោះថាលុយលុយច្រើនដែលកំពុងតែរត់មករកអ្នកតាក់ទងជាមួយនឹងការងារមួយហ្នឹងបើសិនជាអ្នកបដិសេធទៅគឺឱកាសមួយហ្នឹងគឺវាបាត់តែម្ដងអញ្ចឹងគឺកុំណាកុំមើលរំលងឲ្យសោះអ្នកត្រូវមានទំនុកចិត្តជាមួយនឹងខ្លួនឯងហើយត្រូវយល់ថាប្រសិនបើគេមើលមកឃើញថាអ្នកធ្វើបានហើយទើបគេមកតាក់ទងជាមួយអ្នកអញ្ចឹងអ្នកហេតុអីត្រូវមើលងាយខ្លួនឯងអ្នកត្រូវតែឲ្យតម្លៃខ្លួនឯងឲ្យលើសនឹងថែមទៅទៀតគិតថាអ្នកពិតជាអាចធ្វើបានចាស់ជក់អ្វីក៏ដោយក៏អ្នកត្រូវតែដើរទៅមុខដែរខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតណាថាលុយច្រើនមែនតើតែម្ដងតាក់ទងជាមួយនឹងកម្រងឬក៏អឺគេហៅថាឱកាសការងារមួយហ្នឹងណាមនុស្សម្នាក់ហ្នឹងគេអាចជាច្បាយនីរបស់អ្នកជាច្បាយថ្មីឬក៏អាចនិយាយថាគឺជាក្រុមដឹកនាំមេដឹកនាំរបស់អ្នកគេគឺជាមនុស្សដែលមានភាពជាមនុស្សប្រុសខ្លាំងនៅក្នុងខ្លួនរបស់គេមែនតើតែម្ដងអ្នកដែលស្ដាប់ការអានបៀនរបស់ខ្ញុំមួយចំនួនអ្នកអាចជាមនុស្សដែលចូលចិត្តនៅក្នុងការរាំឬក៏អ្នកមានអាជីពជាអ្នករាំតែម្ដងណាហើយអាចនិយាយមួយទៀតគឺអ្នកនឹងលក្ខណៈថាជាមនុស្សដែលមានគំនិតច្នៃប្រឌិតផងដែរជាមួយនឹងស្លឹកបៀ pick up coin គឺមនុស្សម្នាក់ហ្នឹងគឺគេនឹងផ្ញើសារមកកាន់អ្នកតើតើជាមួយនឹងរឿងដែលទទួលបានលុយច្រើនទទួលបានផលកម្រៃឬក៏អាចនិយាយថាប្រាក់ខែច្រើនមួយហ្នឹងគឺសូមឲ្យអ្នកដែលស្ដាប់ការបៀននេះលាក់ឲ្យចិត្តផងដែរពីព្រោះថានឹងមានមនុស្សគេចំណាយនេះអញ្ចឹងក៏មិនបាច់ចាំអួតគេមិនបាច់ចាំខ្ជល់ខ្ចាយទៅដល់សាច់ញាតិណាសាច់ញាតិណីសូម្បីតែឪពុកម្ដាយពេលខ្លះមិនទាន់គួរប្រាប់គាត់ដែរព្រោះថាប្រាក់ដែលយើងទទួលបាននេះវាភ្លាមឬក៏អាចនិយាយថាគួរតែលាក់បាំងណាអ្នកដូចជាការតោកដូចជាពិបាកចិត្តនៅក្នុងពេលថ្មីនេះដោយសារតែអ្នកអត់ទទួលបានអ្វីដែលអ្នកចង់បានឬក៏អាចនិយាយថាជីវិតរបស់អ្នកគឺវាដើរទៅអត់រលូនណានៅក្នុងពេលថ្មីនេះផងដែរនៅពេលដែលអ្នកកំពុងតែអត់សប្បាយចិត្តកំពុងតែកើតទុក្ខជាមួយនឹងជីវិតរបស់ខ្លួនឯងមនុស្សម្នាក់ហ្នឹងក៏បានលេចខ្លួនឡើងហើយមកជួយសង្គ្រោះអ្នកនិយាយម្ដងទៀតគឺសូមឲ្យអ្នកនេះយកចិត្តទុកដាក់ចំពោះសុបិននៅក្នុងពេលរាត្រីពីព្រោះថានោះគឺជាអ្វីដែលគេនឹងប្រាប់អ្នកមនុស្សម្នាក់ហ្នឹងគឺគេនឹងចូលមកក្នុងជីវិតរបស់អ្នកនិងផ្ដល់ពន្លឺជីវិតដល់អ្នកតែម្ដងណានៅពេលដែលអ្នកបានតាក់ទងបានធ្វើការជាមួយនឹងមនុស្សម្នាក់ហ្នឹងជីវិតរបស់អ្នកនឹងភីងជារៀងរាល់ថ្ងៃនិងសប្បាយចិត្តតែម្ដងមែនតើអ្នកទាំងអស់គ្នាខ្ញុំកាលពីមុនហ្នឹងខ្ញុំធ្លាប់ធ្វើការនៅហាងលក់លែនមួយបានប្រាក់ខែមួយខែឡើង1200ខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងការងារមួយនឹងស្រឡាញ់មេមែនតើប៉ុន្តែធ្វើមេអារម្មណ៍ហាងឆេងបាត់លក់ឡានលែងដាច់អារម្មណ៍ក្រុមហ៊ុនស្ដាយតាំងពីនឹងមកពិបាករហូតវាធ្វើការងារតក់យកប្រាក់ខែតក់អញ្ចឹងណាមនុស្សតែមានលុយនៅក្នុងខ្លួនសប្បាយចិត្តទេអ្នកទាំងអស់គ្នាតែអត់លុយនៅក្នុងខ្លួនកើតទុកហ្មងមនុស្សដែលអ្នកនឹងជួបហ្នឹងមើលទៅភាគច្រើនគឺគេអត់មកតាក់ទងជាមួយនឹងរឿងមនោសញ្ចេតនាអីទេគ្រាន់តែថាគេមកតាក់ទងចិត្តអ្នកតាក់ទងជាមួយនឹងរឿងការងារអញ្ចឹងណាចាហើយអ្វីដែលគេនឹងផ្ដល់ឲ្យអ្នកក៏គេមិនមែនផ្ដល់លុយឲ្យអ្នកសុតភ្លាមគឺលក្ខណៈថាឲ្យលុយទៅដែរគឺតើតអ្នកធ្វើការឲ្យគេទៅអ្នកទទួលបានកម្រៃមកគាត់ថាកម្រៃហ្នឹងគឺច្រើនចាគឺវាពួកអ្នកសប្បាយចិត្តខ្លាំងមែនទេហ្មងណាអ្នកនឹងមានសេរីភាពតាក់ទងជាមួយនឹងរឿងហិរញ្ញវត្ថុហើយអ្នកនឹងលែងព្រួយបារម្ភរឿងហ្នឹងទៀតហើយ
គេអាចជាច្បាយនេះរបស់អ្នកគេអាចជាថ្នាក់ដឹកនាំរបស់អ្នកប៉ុន្តែនៅក្នុងនោះក៏គេមើលឃើញថាអ្នកនេះគឺជាមនុស្សដែលគេអាចទុកចិត្តបានមើលឃើញថាអ្នកនេះគឺជាមនុស្សដែលលក្ខណៈថាអាចដើរជាមួយគេទៅរួចណាអ្នកទាំងពីរអាចជាមនុស្សដែលមានគោលដៅក៏ដូចជាការគិតស្តៀងគ្នាផងដែរទើបគេចូលចិត្តអ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនអ្នកអាចមាន zodiac sign ជា Leo ផងដែរអ្នកខ្លះទៀតអាចមាន zodiac sign ជា Pisces ជា Cancer ជា Scorpio ជា Libra ដោយសារតែការអានបៀជាលក្ខណៈត្រឡប់អ្នកទាំងអស់គ្នាដូច្នេះអ្វីដែលត្រូវជាមួយអ្នកទាំងអស់គ្នាគឺជារឿងរបស់អ្នកទាំងអស់គ្នាអ្វីដែលមិនត្រូវជាមួយអ្នកទាំងអស់គ្នាបើអ្នកថាគឺជា zodiac sign ក៏ដូចជារឿងរបស់មនុស្សម្ខាងទៀតដែលគេនឹងចូលមកតាក់ទងជាមួយអ្នកនឹងឯងអាចនិយាយថាដូចជាមានមនុស្សពីរនាក់ដែលគេនឹងចូលមកតាក់ទងជាមួយអ្នកឬក៏ដែលអ្នកនឹងស្ដាប់ការវិរបស់ខ្ញុំនេះនឹងជួបផងដែរមនុស្សម្នាក់គឺគេចូលមកជួយអ្នករឿងរ៉ាញ់វត្ថុនិងផ្ដល់ជាការងារដល់អ្នកមនុស្សម្នាក់ទៀតចូលមកជួបអ្នកតាក់ទងជាមួយនឹងរឿងមនោសញ្ចេតនាគាត់ថាគេស្រឡាញ់អ្នកប៉ុន្តែអត់ហ៊ាននៅក្នុងការឈានជើងមកមុខមកតាក់ទងជាមួយអ្នកទេអ្វីដែលជាជំរឿនរបស់អ្នកដែលស្ដាប់ការវិនេះដែលខ្ញុំគួរតែផ្ដល់យោបល់ជូនណាចាគឺសូមឲ្យអ្នករត់ទៅរលុយទៅពីព្រោះថាមើលទៅមនុស្សចេតនាមនុស្សដែលគេមិនតាក់ទងជាមួយអ្នករឿងការស្រឡាញ់នេះគឺធ្វើឲ្យជីវិតរបស់អ្នកជាប់គាំងទៅវិញទេចាគឺវាគ្រាន់តែជាការស្រឡាញ់មួយដែលមើលទៅវាលក្ខណៈតុកសិចណាសម្រាប់អ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនមនុស្សដែលគេចូលមកតាក់ទងរស់ស៊ីជាមួយអ្នកឬក៏ផ្ដល់ឱកាសការងារដល់អ្នកហ្នឹងគេអាចជាមិត្តល្អរបស់អ្នកផងដែរដែលគេនឹងមកជួយអ្នកជួយឲ្យអ្នកមានសេរីភាពខាងផ្នែកហិរញ្ញវត្ថុដូច្នេះសូមឲ្យអ្នកដែលស្ដាប់ការវិរបស់ខ្ញុំនេះកុំខ្វល់ជាមួយនឹងរឿងមនោសញ្ចេតនាស្នេហាប្រុសស្រីអីចាខ្វល់តែរឿងរលុយសិនទៅព្រោះថាលុយជាច្រើនដែលនឹងចូលមករនេះឯងម្យ៉ាងដោយសារតែស្លឹកវាមើលទៅឃើញថាស្នេហាមនុស្សចេតនាប្រុសស្រីហ្នឹងគឺវាអត់មានផ្ដល់ផលអ្វីល្អដល់អ្នកវាគ្រាន់តែធ្វើឲ្យអ្នកមានតែការឈឺក្បាលធ្វើឲ្យអ្នកមានតែការឈឺចាប់ជាមួយនឹងការខាតបង់ពេលវេលានេះក៏ជាទីបញ្ចប់សម្រាប់ការមានក្នុងពេលនេះផងដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការមានរបស់ខ្ញុំសូមកុំភ្លេចជួយ like subscribe និង share channel របស់ខ្ញុំម្នាក់មួយក៏ដូចជាជួយ comment ខាងក្រោមវីដេអូថាតើការទូទីនេះត្រូវជាមួយអ្នកទាំងអស់គ្នាបានប្រមាណ%ដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយខ្ញុំអត់យល់សោះថាហេតុអីបានជាវីដេអូខ្ញុំវាអត់សូវផ្ទុះកាលពីមុនគឺផ្ទុះហើយមានគេមើលច្រើនណាតែពេលឥឡូវប្រហែលជាអ្នកទាំងគ្នាបានជួយ share ទេហ្នឹងសូមកុំភ្លេចជួយ share ជួយ like វីដេអូរបស់ខ្ញុំផងដែរដើម្បីឲ្យវា load ឡើងរ៉េងទៅឲ្យអ្នកដទៃបានឃើញដែរអញ្ចឹងណាចាសូមអរគុណអ្នកទាំងអស់គ្នាអាចជួយបន្ថែមខ្ញុំតាមរយៈ barcode ដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទផងដែរដើម្បីខ្ញុំអាចទិញកាតទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសែងជីហួយបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយមួយគេងើបតាំងពីម៉ោង5ងើបមកថតវីហើយឡើងមួយគេប៉ុន្តែបើសិនបើខ្ញុំអត់ថតទេចប់ហើយខែហ្នឹងគឺមើលអត់ឃើញមកលុយចាហើយអត់សូវមានអ្នកឧបត្ថម្ភទៀតកំសត់ដែរមួយរយៈហ្នឹង